សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់คลิปវីដេអូថ្មីក្នុងคลิปវីដេអូមួយនេះយើងនឹងមកសិក្សាអំពីពាក្យដែលប្រើប្រាស់ក្នុងព័ត៌មានរវាងចំនួនកម្ពុជានិងថៃអញ្ចឹងចង់ដឹងថាមានពាក្យអ្វីខ្លះតើយើងទៅសិក្សាទាំងអស់គ្នាបាទពាក្យទី1គឺពាក្យថាការប្រជុំការប្រជុំម្ដងទៀតបងប្អូនការប្រជុំបាទការប្រជុំប្រែថាកិច្ចប្រជុំពាក្យទី2ທາງកម្ពុជាທາងកម្ពុជាທາງកម្ពុជាប្រែថាភាគីកម្ពុជាពាក្យថាທາງនេះអាចប្រែបានថាផ្លូវឬក៏ភាគីពាក្យទី3พื้นที่พิพาทพื้นที่พิพาทพื้นที่พิพาทប្រែថាតំបន់ជម្លោះសានលោកសានលោកសានលោកបាទសានលោកប្រែថាតុលាការអន្តរជាតិខឿនស៊ូ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 ប្រែថាទៅកាន់បាទខឿនស៊ូសានលោកប្រែថាទៅកាន់តុលាការអន្តរជាតិបងប្អូនបាទចូលពាក្យបន្ទាប់ទៀតបងប្អូនស៊ឺស៊ឺបាទស៊ឺប្រែថាប្រព័ន្ធផ្សព្វផ្សាយបាទភើយភើយបាទភើយភើយប្រែថាបង្ហាញឬក៏ចុះផ្សាយបាទពាក្យនេះវាងវែងបន្តិចបងប្អូនគណៈកម្មាធិការខេត្តដែនរួមបាទគណៈកម្មាធិការខេត្តដែនរួមបាទម្ដងទៀតបងប្អូនគណៈកម្មាធិការខេត្តដែនរួមបាទគណៈកម្មាធិការខេត្តដែនរួមអញ្ចឹងប្រែថាគណៈកម្មការព្រំដែនចម្រុះបាទបាទអញ្ចឹងចូលពាក្យបន្ទាប់ទៀតបងប្អូនអំណាចសានអំណាចសាននេះយើងអត់អានអំណាចទេបងប្អូនយើងអានថាអំណាចបាទអំណាចសានបាទអំណាចសានប្រែថាអញ្ញារបស់តុលាការបាទឬក៏អំណាចរបស់តុលាការបាទហួខហួខហួខបាទហួខប្រែថាប្រធានបទបាទហាឬ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 ប្រែថាពិភាក្សាវែកញែកបាទសំណាក់ข่าวសំណាក់ข่าวបាទសំណាក់ข่าวប្រែថាសារព័ត៌មានឬក៏ភ្នាក់ងារព័ត៌មានក៏បានដែរណាបងប្អូនបាទរួរាយងានបាទរាយងានរាយងានបាទរាយងានប្រែថារាយការណ៍ណាបងប្អូនបាទបន្តមកទៀតបងប្អូនប្រជុំបែបปิดបាទប្រជុំនេះប្រែថាប្រជុំបែបปิดបែបปิดនេះប្រែថាបែបបិទបាំងអញ្ចឹងមានន័យថាកិច្ចប្រជុំសម្ងាត់បាទប្រជុំបែបปิดប្រជុំបែបปิดកិច្ចប្រជុំសម្ងាត់បាទทั้งสองฝ่ายทั้งสองฝ่ายបាទทั้งสองฝ่ายម្ដងទៀតทั้งสองฝ่ายทั้งสองฝ่ายប្រែថាភាគីសងខាងហេនហ្វង